កម្ពុជានិងអាមេរិកត្រៀមក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការនៅថ្ងៃទី14-15 ខែឧសភានេះរាជរដ្ឋាភិបាលកម្ពុជានឹងដឹកនាំជាមួយនឹងក្រុមការងារទៅចរចាជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការដោយផ្ទាល់នៅថ្ងៃទី14-15 ខែឧសភានេះនៅទីក្រុងវ៉ាស៊ីនតោននៅព្រឹកថ្ងៃទី2 ខែឧសភាឆ្នាំ2025នេះនៅទីស្តីការក្រមប្រឹក្សាអភិវឌ្ឍកម្ពុជានិងជាអនុប្រធានទី1នៃក្រមប្រឹក្សាអភិវឌ្ឍកម្ពុជានិងលោកជាប់និមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំក្រុមការងារចំពោះទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជាអាមេរិកបានជួបប្រជុំទ្វេភាគីតាមវីដេអូជាមួយនឹងតំណាងពាណិជ្ជកម្មអាមេរិក Sarah Element អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិកហើយកិច្ចប្រជុំនេះគឺផ្ដោតសំខាន់ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការដែលប្រព្រឹត្តឡើងនៅថ្ងៃទី14-15 ខែឧសភាខាងមុខនេះគឺនៅសហរដ្ឋអាមេរិកដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោនចា៎អញ្ចឹងបានន័យថានៅថ្ងៃទី14-15 ខែឧសភានេះមានការចរចាដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកហ្នឹងគឺជាមួយនឹងបដិការពន្ធពាណិជ្ជកម្មហ្នឹងអញ្ចឹងខ្ញុំសង្ឃឹមថាវានឹងប្រសើរឡើងជាមួយនឹងការចរចាមួយនេះហើយបើមានព័ត៌មានអីអាប់ដេតបន្ថែមទៀតខ្ញុំនឹងជម្រាបជូននៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ